ការកាហ្វេខ្ញុំស្រាប់ខ្ញុំកំពុងបរិយផងដាំផងបង្កើនផងធ្វើម៉េចក្នុងឆ្នាំហ្នឹងខ្ញុំឲ្យបាន3000ទាំងសរុបឲ្យឆ្នាំ2024ហើយនិង2026ឲ្យបានត្រឹម3000ដើមខ្ញុំបានយានសុកនៅភូមិបុរាណឃុំសាន់រងស្រុកខាងខេត្តដូគិរីដំណើរទស្សនកិច្ចមកសិក្សាពីដំណាំកាហ្វេនៅខេត្តដាឡាក់មកសិក្សាបច្ចេកទេសពីដំណាំដំណាំរយៈពេលនោះបានចំនួនថា2ឆ្នាំបាទ2ឆ្នាំខ្ញុំបានចូលរៀនវគ្គម្ដងម្ដងដូចចំនួន2ដងគាត់នៅម្ដងម្ដងនៅខេត្តបានម្ដងនៅពិចិត្រាហើយនឹងម្ដងទៀតគាត់មកម្ដងម្ដងនៅមូលដ្ឋានឬមួយនៅកន្លែងចការខ្ញុំផ្ទាល់វគ្គម្ដងម្ដងហ្នឹងការថែទាំការដាក់ជីការជីរណ្ដៅដាក់ជីរណ្ដៅយើងដាក់ជីទី1ជាយើងដាក់ជីកបោជីកប៉ុកព្រោះយើងរីហើយយើងយកដាក់កូនខ្ញុំមកដាំដើម្បីដាក់រៀបអីផ្សេងអញ្ចឹងវាច្រើនអញ្ចឹងណាមួយបាទខ្ញុំយល់ថាកាហ្វេនេះទី1ដែលវាសនុកដាំទី1ដែលការដាំហ្នឹងវាសនុកដាំចិត្តផ្ទះទី2ទឹកស្រោចស្រពហ្នឹងផ្ទះកន្លែងខ្ញុំវាមានស្រាប់ដូចមានស្រះដូចមានម៉ាស៊ីនដូចមានអីចឹងណាការស្រោចស្រពហ្នឹងវាបានល្អវាអត់មានការខ្វះខាតទឹកខ្វះខាតអីទេដល់រដូវប្រាំងហ្នឹងវារីងទៅខ្ញុំស្រោចលើដំណាំកាហ្វេហ្នឹងខ្ញុំចង់ដាំយូរហើយមិនទៅដាំឥឡូវទេបាទខ្ញុំណាប់អារម្មណ៍ទី1មកស្រុកមកវៀតណាមនេះដើម្បីចែកទេសពីការដាំពីការដាក់ជីពីការតែងមែកពីការផ្លែថែទាំមកប្រមូលផលប្រមូលអីហើយនឹងដាក់ជីដាក់អីមានរដូវខ្លះដាក់ជីពេលណាខែណាអីចឹងណាស្រោចទឹកដាក់ជីអីដាក់អីផ្សេងនៅលើដំណាំកាហ្វេហ្នឹងបាទដើម្បីបាទចែកទេសទំនើបដើម្បីយកពីយើងបាទដំណាំពីនេះពីជំនាញយើងទៅដើម្បីយើងសបផ្សាយដល់កសិករកម្មករយើងនៅមូលដ្ឋានយកចំណេះដឹងពីនៅវៀតណាមហ្នឹងដើម្បីយកទៅអនុវត្តនៅក្នុងមូលដ្ឋានដូចជាការកាហ្វេខ្ញុំស្រាប់ខ្ញុំកំពុងបរិយផងដាំផងបង្កើនផងធ្វើម៉េចក្នុងឆ្នាំហ្នឹងខ្ញុំឲ្យបាន3000ទាំងសរុបឲ្យឆ្នាំ2024ហើយនិង2026ឲ្យបានត្រឹម3000ដើមដាំឲ្យអស់ដីរយៈពេលដីខ្ញុំចំនួន3ហាត់ហ្នឹងបាទដីសសំលេងខ្ញុំនឹងបរិយជីកស្រះថែមដើម្បីយកមកដើម្បីដាំអានឹងឲ្យគ្រប់ចំនួន3000ដើមខ្ញុំសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះជាកសិករជាមួយគុណកាហ្វេហើយនឹងជំនាញកសិកម្មអីហ្នឹងដើម្បីរួមម្ដងម្ដងដើម្បីយកចំណេះដឹងដើម្បីទៅបង្ហាត់បង្រៀនឬមួយការណែនាំដល់កសិករនៅក្នុងមូលដ្ឋានដើម្បីអភិវឌ្ឍបង្រីកដំណាំកាហ្វេហ្នឹងដើម្បីបានផលទៅយើងលក់ទៅឲ្យក្រុមហ៊ុនឬមួយទីផ្សារសេរីដើម្បីកុំចង់ញ៉ាំកាហ្វេពីគេណាសង្កេតយើងថាលទ្ធផលរបស់ខ្មែរយើងញ៉ាំរបស់ខ្មែរយើងកុំយករបស់គេយកមកញ៉ាំខ្ញុំថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋនៅទូទាំងប្រជាណាចក្រហ្នឹងការទទួលស្គាល់ឬមួយការគ្រប់គ្រងលទ្ធផលរបស់ខ្មែរពិតកុំឲ្យយករបស់ពីប្រទេសក្រៅដើម្បីនាំចូលនៅក្នុងប្រទេសខ្មែរយើងបាទ